បត្តិសង្គមចិនមនុស្សចាស់កើនលើសកុមារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស្របពេលពលរដ្ឋលែងចង់យកកូនការិយាល័យស្ថិតិជាតិចិនបានបញ្ចេញទិន្នន័យស្ទង់មតិទូទាំងប្រទេសដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញថាប្រទេសចិនមានចំនួនប្រជាជនវ័យចំណាស់ចាប់ពី65ឆ្នាំឡើងទៅច្រើនជាងចំនួនកុមារវ័យ0ដល់14ឆ្នាំជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីមានការកត់ត្រាក្នុងឆ្នាំ1949គិតត្រឹមចុងឆ្នាំ2025មនុស្សចាស់មានអត្រា 15.87% ខណៈកុមារមានត្រឹមតែ 15.25% នៃប្រជាជនសរុប 1.4000 លាននាក់ដែលឆ្លុះបញ្ចាំងពីនិន្នាការមិនព្រមរៀបការនិងការមិនយកកូនរបស់យុវជនចំនួនថ្មីរហូតធ្វើឲ្យអត្រាកើតធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រនិងធ្វើឲ្យប្រជាជនចិនថយចុះ4ឆ្នាំជាប់ៗគ្នាវិបត្តិនេះកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធប្រាក់ខែនិវត្តន៍ការថែទាំសង្គមព្រោះកម្លាំងពលកម្មវ័យ15ដល់59ឆ្នាំបានធ្លាក់ចុះមកត្រឹម 61.89% ក្រុមអ្នកសេដ្ឋកិច្ចព្យាករណ៍ថាចិនអាចនឹងបាត់បង់ប្រជាជនជិត60លាននាក់ដែលស្មើនឹងចំនួនប្រជាជនបារាំងទាំងមូលក្នុងរយៈពេល10ឆ្នាំខាងមុខដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលចិនបានបង្វែរយុទ្ធសាស្ត្រទៅជាការបង្កើនគុណភាពចំណេះដឹងពលរដ្ឋជំនួសឲ្យបរិមាណដោយសារកម្លាំងពលកម្មថ្មីមានកម្រិតសិក្សាខ្ពស់ជាងមុនឆ្ងាយដែលអាចជួយប៉ះប៉ូវដល់ការបាត់បង់ចំនួនពលកម្មបានទន្ទឹមគ្នារដ្ឋធានីប៉េកាំងបានត្រៀមថវិកាប្រហែល 25.8 លានដុល្លារអាមេរិកសម្រាប់ឆ្នាំ2026ដើម្បីជួយឧបត្ថម្ភដល់ការបង្កើតកូនកាត់បន្ថយការចំណាយលើការសិក្សាអប់រំរបស់គ្រួសារនីមួយៗនិងការធានារ៉ាប់រងវេជ្ជសាស្ត្រសម្រាប់ការសម្រាលកូនដើម្បីជំរុញឲ្យពលរដ្ឋយកកូនឡើងវិញ